ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿង TP ថ្ងៃនេះខ្ញុំមានរឿងមួយដើម្បីនិយាយប្រាប់ទៅកាន់អ្នកទាំងអស់គ្នាដោយរឿងរបស់យើងថ្ងៃនេះគឺមានចំណងជើងថា Unbroken ដោយសាច់រឿងមួយនេះវាគឺជារឿងពិតដែលបានកើតឡើងកំឡុងសង្គ្រាមលោកលើកទី2ហើយខ្សែភាពយន្តមួយនេះផងដែរគឺបានដឹកនាំឡើងដោយអ្នកស្រី Angelina Jolie ដែលប្រជាជនខ្មែរយើងភាគច្រើនគឺបានស្គាល់គាត់ហើយអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅកាន់ការសម្រាយរឿងទាំងអស់គ្នាបើទំព័រសាច់រឿងដំបូងបានបង្ហាញអំពីនៅក្នុងឆ្នាំ1941កំឡុងពេលដែលកងទ័ពសហរដ្ឋអាមេរិកកំពុងតែធ្វើសង្គ្រាមជាមួយនឹងកងទ័ពរបស់ប្រទេសជប៉ុននៅក្នុងយន្តហោះចម្បាំងមួយដែលនៅក្នុងនោះគឺមានតួឯកប្រុសរបស់យើងដែលគាត់មានឈ្មោះថា Louis Zamperini ស្របពេលដែល Louis និងកងទ័ពផ្សេងទៀតកំពុងតែបើកការវាយប្រហារទៅលើយន្តហោះចម្បាំងរបស់ប្រទេសជប៉ុនហើយ Louis គឺគេជាអ្នកកាន់ផ្នែករ៉ាដាយន្តហោះចម្បាំងរបស់ Louis គឺគេមានគោលដៅមួយដើម្បីទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅកាន់ទីក្រុងមួយនៅក្នុងប្រទេសជប៉ុនស្របពេលដែល Louis កំពុងតែតម្រង់រ៉ាដាស្រាប់តែពេលនោះក៏មានយន្តហោះចម្បាំងរបស់សត្រូវបានបាញ់ទៅលើយន្តហោះរបស់ពួកគេជាច្រើនគ្រាប់ដែលធ្វើឲ្យមិត្តភ័ក្តិរបស់ Louis ដែលនៅក្នុងយន្តហោះចម្បាំងនោះត្រូវរបួសជាច្រើនគ្រាប់ប៉ុន្តែ Louis គឺគាត់បានត្រូវរបួសនោះទេការធ្វើសង្គ្រាមរបស់ប្រទេសទាំងពីរក៏ចាប់ផ្ដើមក្តៅគគុកហើយចុងក្រោយ Louis ក៏បានធ្វើរឿងមួយដ៏អស្ចារ្យដោយគេបានតម្រង់រ៉ាដានិងបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅចំទីក្រុងមួយនៅក្នុងប្រទេសជប៉ុននោះបានសម្រេចដែលធ្វើឲ្យទីក្រុងនោះមានបន្ទុកផ្ទុះយ៉ាងខ្លាំងទីក្រុងរបស់ប្រទេសជប៉ុនមួយនឹងក៏បានរលាយប៉ុន្តែកងទ័ពប្រទេសជប៉ុនដែលនៅខាងលើក៏នៅតែបន្តធ្វើសង្គ្រាមបន្តទៀតពេលនោះស្រាប់តែមានយន្តហោះរបស់ប្រទេសជប៉ុនមួយបំរុងនឹងបើកបុកទៅលើយន្តហោះរបស់ Louis តែម្ដងប៉ុន្តែជាសំណាងល្អនៅពេលនោះយន្តហោះចម្បាំងរបស់ប្រទេសជប៉ុនក៏ត្រូវបានយន្តហោះចម្បាំងរបស់ប្រទេសអាមេរិកបាញ់ឲ្យផ្ទុះមុនពេលដែលយន្តហោះចម្បាំងមួយនោះបានមកបុកជាមួយនឹងយន្តហោះរបស់ Louis ដែលពេលនោះបានធ្វើឲ្យ Louis ជាមួយនឹងទាហានដទៃទៀតបានរួចខ្លួនយន្តហោះចម្បាំងជាច្រើនរបស់ប្រទេសជប៉ុនដោយឃើញស្ថានភាពមិនស្រួលបែបនេះពួកគេក៏បានសុំចូលចាញ់ហើយពួកគេក៏បានបញ្ជាយន្តហោះត្រឡប់ទៅវិញអស់ទៅបន្ទាប់ពីទទួលបានជាជំនះពីសង្គ្រាមមួយនេះ Louis ក៏បាននឹកដល់អតីតកាលរបស់គេដោយយើងទាំងអស់គ្នាត្រឡប់មកកាន់អតីតកាលរបស់ Louis បន្តិចLouis គឺជាក្មេងប្រុសម្នាក់ហើយនៅពេលដែលគេនៅក្មេងគេអាចរកប្រាក់ចំណូលបានដើម្បីជួយគ្រួសារគេថែមទៀតផងហើយចំពោះចំណង់ចំណូលចិត្តរបស់ Louis គឺគេចូលចិត្តការរត់ប្រណាំងនៅរាល់ពេលកម្មវិធីហាត់សមការរត់ប្រណាំង Louis តែងតែទៅពួននៅក្រោមឆាកដើម្បីបានមើលគេរត់ប្រណាំងថ្ងៃមួយសន្តិសុខក៏បានមកឃើញគេហើយក៏បានសួរថាតើអ្នកណាគេនៅខាងក្រោមនឹងដោយសារតែខ្លាចសន្តិសុខចាប់បាន Louis ក៏បានព្យាយាមរត់គេចពីទីនេះនៅពេលដែលគេកំពុងតែធ្វើការរត់គេចចេញពីសន្តិសុខកុំឲ្យសន្តិសុខចាប់បានពេលនោះអត្តពលិករត់ប្រណាំងរបស់សហរដ្ឋអាមេរិកក៏បានមើលឃើញពីសមត្ថភាពរបស់គេក្នុងការរត់មិត្តភ័ក្តិរបស់ Louis ម្នាក់ក៏បានលើកទឹកចិត្តក៏ដូចជាជំរុញទឹកចិត្តគេដើម្បីឲ្យ Louis ចូលរួមប្រកួតប្រជែងអត្តពលិកវ័យក្មេងថ្ងៃមួយ Louis ក៏មានឱកាសបានចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីរត់ប្រណាំងមួយប៉ុន្តែពេលនោះ Louis គឺគាត់អត់ទទួលបានការជោគជ័យនោះទេក៏លេចមកមើលបច្ចុប្បន្នវិញពេលនេះ Louis និងក្រុមទាហានផ្សេងៗទៀតពួកគេកំពុងតែស្ថិតនៅក្នុងយន្តហោះចម្បាំងនឹងដើម្បីត្រៀមចុះចតកំឡុងពេលចុះចតយន្តហោះចម្បាំងរបស់ពួកគេក៏បានជួបជាមួយនឹងបញ្ហាមួយដោយសារតែយន្តហោះរបស់ពួកគេត្រូវបានយន្តហោះសត្រូវបាញ់ត្រូវជាច្រើនគ្រាប់ដែលពេលនោះបានបណ្ដាលឲ្យកង់យន្តហោះខាងឆ្វេងរបស់ពួកគេបានបែកដែលធ្វើឲ្យពួកគេមិនអាចចុះចតបានដោយស្រួលនោះទេប៉ុន្តែចុងក្រោយពួកគេនៅតែអាចចុះចតបានដោយសុវត្ថិភាពនឹងអត់មាននរណាម្នាក់មានបញ្ហាអីនោះទេនេះក៏ព្រោះតែកង់យន្តហោះខាងឆ្វេងដែលបានបែកនឹងបានទៅកល់ជាមួយនឹងថ្មនៅគៀននឹងឯងតបពីពួកគេបានទទួលនូវសុវត្ថិភាពហើយព្រឹកស្អែកឡើងក៏បានមកដល់ Louis ក៏នៅតែព្យាយាមហាត់រត់ប្រណាំងដដែលដល់ពេលនោះ Louis បានឲ្យមិត្តភ័ក្តិរបស់គេម្នាក់បើកឡានហើយគេជាអ្នករត់ប្រណាំងជាមួយនឹងឡាននឹងឯងដោយបានឃើញពីការខិតខំប្រឹងប្រែងរបស់ Louis យ៉ាងនេះមិត្តភ័ក្តិ Louis ជាច្រើនទៀតក៏បានអបអរសាទរក៏ដូចជាសរសើរទៅកាន់ Louis ផងដែរលុះថ្ងៃបន្ទាប់នៃការធ្វើសង្គ្រាមបន្តទៀតក៏បានមកដល់នៅពេលដែលពួកគេកំពុងតែបើកយន្តហោះចម្បាំងទៅធ្វើសង្គ្រាមពេលនោះស្រាប់តែម៉ាស៊ីនកង្ហារមួយខាងនៃយន្តហោះចម្បាំងរបស់ពួកគេត្រូវបានខូចដែលបានធ្វើឲ្យយន្តហោះរបស់ពួកគេបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រស្របពេលដែលយន្តហោះរបស់ពួកគេកំពុងតែធ្លាក់ចូលទៅក្នុងសមុទ្រស្រាប់តែពេលនោះ Louis ក៏បានស្រមៃទៅកាន់អតីតកាលរបស់ខ្លួននៅក្នុងថ្ងៃមួយស្របពេលដែល Louis កំពុងតែធ្វើការប្រកួតប្រជែងរត់ម៉ារ៉ាតុងនៅក្នុងកម្មវិធីមួយរបស់សហរដ្ឋអាមេរិកដោយពេលនោះ Louis ធ្វើបានល្អខ្លាំងមែនទែនគេក៏ទទួលបានជ័យជំនះហើយ Louis ក៏ទទួលបាននូវមេដាយមាសរបស់កម្មវិធីរត់ម៉ារ៉ាតុងអូឡ িম্প ិកផងដែរនៅពេលនោះ Louis គឺមានកេរ្តិ៍ឈ្មោះខ្លាំងមែនទែនក៏លេចមើលបច្ចុប្បន្នវិញស្របពេលដែលយន្តហោះរបស់ពួកគេកំពុងតែធ្លាក់ចូលទៅក្នុងទឹកសមុទ្រ Louis និងមិត្តភ័ក្តិរបស់គេក៏បានព្យាយាមចេញពីយន្តហោះនោះហើយក៏បានហាលមកកាន់ខាងលើវិញទីបំផុតពួកគេក៏អាចឡើងមកខាងលើបានវិញស្របពេលនោះពួកគេក៏ទទួលបាននូវទូកខ្យល់2ដែលឲ្យពួកគេបន្តស្នាក់អាស្រ័យនៅលើទូកនេះបណ្ដោះអាសន្នបាននៅពេលនេះពួកគេមានគ្នាតែ3នាក់ប៉ុណ្ណោះទី1គឺ Louis Zamperini និងមិត្តភ័ក្តិរបស់គេ2នាក់ទៀតដែលមានឈ្មោះថា Meg និង Harry ដែលពួកគេត្រូវជាប់នៅកណ្ដាលសមុទ្រនេះអស់រយៈពេល45ថ្ងៃដោយសារតែគ្មានជំនួយពីអង្គភាពរបស់ពួកគេនោះទេដែលធ្វើឲ្យពួកគេ
ត្រូវសម្រេចចិត្តបរិភោគសាច់ឆៅក៏ដូចជាសត្វស្លាបដែលពួកគេអាចចាប់បាននឹងឯងនិងផឹកទឹកភ្លៀងដើម្បីបន្តជីវិតរបស់ពួកគេបន្តទៀតដោយពួកគេបានរស់នៅបែបនេះអស់រយៈពេលជាង30ថ្ងៃមកហើយដោយគ្មានជំនួយពីខាងណានោះទេដែលបានធ្វើឲ្យសុខភាពក៏ដូចជារាងកាយរបស់ពួកគេទាំង3ចាប់ផ្ដើមស្គមស្គាំងយ៉ាងខ្លាំងថ្ងៃមួយ Louis ក៏បានកលេចទៅឃើញយន្តហោះមួយគេក៏បានស្ទុះស្ទាទៅយកកំភ្លើងសម្រាប់បាញ់ហៅជំនួយទោះបីជាពួកគេព្យាយាមយ៉ាងណាក៏ដោយក៏ពួកគេអត់អាចទទួលបាននូវជំនួយនោះទេពីមួយថ្ងៃទៅមួយថ្ងៃពួកគេកាន់តែលំបាកទៅដែលបណ្ដាលឲ្យ Meg បានស្លាប់បាត់បង់ជីវិតនៅពេលនោះទៅពួកគេក៏បានសម្រេចចិត្តទម្លាក់ Meg ទៅតាមវាយោនៃទឹកសមុទ្រប៉ុន្មានថ្ងៃក្រោយមក Louis ក៏បានកលេចទៅឃើញយន្តហោះមួយទៀតគេក៏បានសុស្ទាយកកំភ្លើងបាញ់ហៅជំនួយនោះមកម្ដងទៀតហើយចុងក្រោយយន្តហោះនោះក៏បានបកមកមែនប៉ុន្តែយន្តហោះនោះបកមកបាញ់ប្រហារទៅលើពួកគេតែម្ដងជាសំណាងល្អពួកគេទាំងពីររួមមាន Louis ជាមួយនឹង Harry គឺអត់មាននរណាម្នាក់មានបញ្ហានោះទេប៉ុន្តែទូកខ្យល់របស់ពួកគេត្រូវបានធ្លាយអស់ទៅហើយពួកគេក៏បានព្យាយាមយកកាវដើម្បីបិទទូកនោះកុំឲ្យធ្លាយបន្តទៀតរំលងមកដល់ថ្ងៃទី45 Louis ក៏បានប្រាប់ដំណឹងមួយទៅកាន់ Harry Louis បាននិយាយថាគាត់មានដំណឹងល្អមួយនិងដំណឹងអាក្រក់មួយប្រាប់ទៅកាន់ Harry ដោយសារតែពេលនោះគឺមាននាវាចម្បាំងរបស់សត្រូវបានបើកមកគៀកពួកគេហើយពេលនោះហើយគឺជាពេលដែលខ្សែជីវិតរបស់ Louis ចាប់ផ្ដើមធ្លាក់ដុនដាបដល់0តែម្ដងបន្ទាប់ពីសត្រូវចាប់បានពួកគេហើយសត្រូវក៏បានយកពួកគេទៅឃុំឃាំងនិងបានយកពួកគេធ្វើជាឆ្លើយសឹកប៉ុន្មានថ្ងៃក្រោយមកលោកមេបញ្ជាការរបស់ប្រទេសជប៉ុនដែលមានឈ្មោះថាកងប្រងកូណូគាត់បានបញ្ជាកងទ័ពឲ្យទៅយក Louis ឲ្យមកជួបនិយាយគ្នាជាមួយនឹងគាត់នៅពេលដែល Louis បានមកដល់ជួបជាមួយនឹងគាត់លោកមេបញ្ជាការកូណូក៏បានស្គាល់ Louis យ៉ាងច្បាស់ដោយសារតែ Louis គឺជាអត្តពលិកមេដាយមាសរបស់កីឡាអូឡ িম্প ិកនៅសហរដ្ឋអាមេរិកផងដែរដោយខឹងជាមួយនឹងការឃុំឃាំងរបស់កងទ័ពជប៉ុនLouis ក៏បានធ្វើការវាយបតែបតបគ្នាជាមួយនឹងកងទ័ពរបស់ប្រទេសជប៉ុនប៉ុន្តែចុងក្រោយត្រូវគេចាប់ជាប់ដដែលប៉ុន្មានថ្ងៃក្រោយមក Louis និង Meg ក៏ដូចជាឆ្លើយសឹកជាច្រើនទៀតត្រូវបានកងទ័ពជប៉ុនបញ្ជូនទៅទីតាំងផ្សេងមួយទៀតនៅពេលដែលទៅដល់ទីតាំង Louis និង Meg ត្រូវបានកងទ័ពជប៉ុនបំបាយចេញជាពីរដោយពួកគេទៅទីតាំងផ្សេងគ្នាហើយពួកគេទាំងពីរបានបាយគ្នាតាំងពីពេលនោះទៅ Louis ត្រូវបានចូលទៅក្នុងមន្ទីរមួយដែលដឹកនាំដោយមេបញ្ជាការកំណាចរបស់ប្រទេសជប៉ុនមួយដែលមានឈ្មោះថា Moshiharo នៅពេលដែលកំពុងបង្ហាញវត្តមានរបស់ឆ្លើយសឹកដែលបានចូលមកថ្មីពេលនោះ Louis ក៏ច្រឡំទៅមើលមុខមេបញ្ជាការ Moshiharo បន្ទាប់ពីមេបញ្ជាការបានដឹងថា Louis បានសំណឹងទៅមើលមុខគាត់ប្រហែលនាទីក្រោយមកគាត់ក៏បានមកដាក់ទណ្ឌកម្មទៅលើ Louis ដែលយើងមើលទៅមេបញ្ជាការកំណាច Moshiharo ដូចជាមានគំនុំជាមួយនឹង Louis តាំងពីយូរណាស់មកហើយពេលនោះមេបញ្ជាការ Moshiharo ក៏បានវាយទៅលើ Louis មួយដំបងដោយយើងមើលទៅខ្សែជីវិតរបស់ Louis ប្រហែលខែចុងក្រោយនេះគឺពិតជាលំបាកខ្លាំងមែនទែនដោយដំបងឡើយយន្តហោះរបស់គេត្រូវធ្លាក់ចូលទៅក្នុងទឹកសមុទ្រហើយគេត្រូវអត់អាហាររយៈពេល45ថ្ងៃបន្ទាប់មកត្រូវទៅឃុំឃាំងនៅក្នុងមន្ទីរជប៉ុនហើយពេលនេះត្រូវបានមកបន្ទាយមួយដែលដឹកនាំដោយមេបញ្ជាការកំណាចទៀតពីមួយថ្ងៃទៅមួយថ្ងៃឆ្លើយសឹកទាំងអស់តែទទួលបាននូវពិន័យក៏ដូចជាសម្ពាធការងារជាច្រើនរីឯ Louis នៅពេលដែលមេបញ្ជាការជប៉ុនបានដឹងថាគេគឺជាអ្នករត់ប្រណាំងអូឡ িম্প ិកមេបញ្ជាការជប៉ុនក៏បានដាក់ពិន័យទៅលើ Louis ហើយ Louis រត់ជុំវិញកន្លែងនឹងតែម្ដងស្របពេលដែលសុខភាពរបស់ Louis គឺកំពុងតែទ្រុឌទ្រោមយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ Louis តែទទួលបាននូវការពិន័យយ៉ាងខ្លាំងជាងគេប៉ុន្មានខែក្រោយមក Louis ក៏ទទួលបានឱកាសមួយដោយគេត្រូវបានជ្រើសរើសឲ្យចូលនិយាយនៅក្នុងសន្និសីទកាសែតរបស់ប្រទេសជប៉ុនមួយប៉ុន្តែខាងជប៉ុនគឺគេបានគំរាមទៅកាន់ Louis ថាឲ្យ Louis និយាយអាក្រក់ពីអាមេរិកដើម្បីពិភពលោកកាន់ជើងខាងជប៉ុនផងដែរប៉ុន្តែដោយសារតែមនសិការស្រឡាញ់ជាតិរបស់ Louis អត់ព្រមធ្វើតាមនោះទេគេក៏បានចូលទៅនិយាយនៅក្នុងវិទ្យុនោះដែលបានរៀបរាប់អំពីខ្សែជីវិតរបស់គេដែលខ្លាចទៅជាឆ្លើយសឹកនៅក្នុងប្រទេសជប៉ុនហើយក៏បានប្រាប់ទៅកាន់គ្រួសាររបស់គេផងដែរថាគេនៅមានជីវិតនោះទេបន្ទាប់ពី Louis អត់បាននិយាយអាក្រក់ពីអាមេរិកនៅក្នុងសន្និសីទកាសែតមួយនេះពេលដែលត្រឡប់ទៅកាន់មន្ទីរវិញមេបញ្ជាការកំណាច Moshiharo ក៏បានដាក់ពិន័យទៅកាន់ Louis ដោយបានឲ្យឆ្លើយសឹកទាំងអស់ឈរជាជួរហើយមកវាយ Louis ម្នាក់ម្ដងនៅពេលដែលឆ្លើយសឹកកំពុងតែវាយទៅលើ Louis ពេលនោះមេបញ្ជាការកំណាច Moshiharo ក៏បានមកសឹកប្រាប់ Louis ថាប៉ុន្មានថ្ងៃទៀតគេនឹងចេញទៅមន្ទីរផ្សេងហើយនឹងមានមេបញ្ជាការផ្សេងទៀតមកដឹកនាំនៅក្នុងមន្ទីរនេះវិញដល់ថ្ងៃដែលមេបញ្ជាការកំណាចចាក់ចេញទៅលុយយប់ឡើងខាងកងទ័ពអាមេរិកក៏បានទម្លាក់គ្រាប់បាយប៉ុន្មានគ្រាប់នៅជិតមន្ទីររបស់ពួកគេបានចេញទៅបរត់អគ្គីភ័យទាំងសេចក្តីសង្ឃឹមលុះព្រឹកឡើងម្ដងពួកគេក៏ត្រូវបានផ្លាស់ទីទៅកន្លែងមួយទៀតដោយពេលនេះពួកគេបានធ្វើដំណើរមកដល់រោងចក្រមួយដែលផលិតធ្យូងថ្មនិងធ្វើផ្លូវរថភ្លើងដើម្បីដឹកគ្រឿងសព្វាវុធមកជប៉ុនពេលនោះមេបញ្ជាការកំណាច Moshiharo ក៏បានបង្ហាញខ្លួនមកម្ដងទៀតស្របពេលដែលគេកំពុងធ្វើការថ្ងៃមួយ Louis ក៏ត្រូវបានកងទ័ពជប៉ុនម្នាក់រុញគេឲ្យដួលតែបានបណ្ដាលឲ្យជើងគេមួយចំហៀងត្រូវរងរបួសលុះស្អែកឡើងដោយសារតែបញ្ហាឈឺជើង Louis មិនអាចធ្វើការបានល្អនោះទេដែលបានធ្វើឲ្យមេបញ្ជាការកំណាច Moshiharo ខឹងខ្លាំងមែនទែនគាត់ក៏បានធ្វើការដាក់ពិន័យទៅកាន់ Louis ដោយបានឲ្យ Louis លើកឈើមួយយ៉ាងធំ Louis ក៏បានលើកឈើនោះឡើងបានសម្រេចស្របពេលដែលគេកំពុងតែទទួលពិន័យ
និងរាងកាយរបស់គេកំពុងតែទទួលរងនឹងការជឿចាប់ Louis ក៏បានស្រែកយ៉ាងកំហឹងទៅកាន់មេវិជ្ជាការ Mushihiro ដោយឃើញបែបនេះមេវិជ្ជាការ Mushihiro គិតថា Louis ឌឺគាត់ក៏បានចូលទៅវេបន្ថែមទៀតស្របពេលដែលឆ្លើយសឹកជាច្រើនបានត្រឹមតែឈរមើលមេវិជ្ជាការនោះធ្វើទរណកម្មទៅលើ Louis ព្រឹកស្អែកក៏បានមកដល់ថ្ងៃនៃក្តីសង្ឃឹមរបស់ឆ្លើយសឹកទាំងអស់ក៏បានមកដល់ដូចគ្នាហើយពេលនោះមានយន្តហោះចម្បាំងរបស់អាមេរិកមួយបានហោះកាត់នៅទីនោះដែលបានន័យថាអាមេរិកបានវាយគំទេចជប៉ុនបានសម្រេចហើយបន្ទាប់ពីពួកគេដឹងថាអាមេរិកបានទទួលជ័យជំនះទៅលើជប៉ុនហើយពួកគេពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងយន្តហោះចម្បាំងរបស់អាមេរិកក៏បានទម្លាក់នូវស្បៀងមួយចំនួនដើម្បីឲ្យកងទ័ពក៏ដូចជាឆ្លើយសឹកនៅទីនេះបានញ៉ាំឆ្អែតមួយពេលផងដែរបន្ទាប់ពីទទួលបានជ័យជំនះហើយ Louis និងឆ្លើយសឹកជាច្រើនទៀតត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកវិញនៅពេលដែល Louis ចុះពីយន្តហោះមកមានគ្រួសារនិងអ្នកគាំទ្រជាច្រើនបានមកទទួល Louis យ៉ាងកក់ក្ដៅហើយសាច់រឿងរបស់យើងក៏ចប់អូខេប្រិយមិត្តទាំងអស់គ្នាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូសម្រាប់រឿងមួយនេះសម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះខ្សែភាពយន្តមួយនេះបើសម្រាប់ admin វិញ admin គិតថាល្អខ្លាំងមែនទែនហើយចំណុចដែលល្អខ្លាំងបំផុតនោះគឺការដឹកនាំរបស់ Angelina Jolie ដោយគាត់ក៏ធ្លាប់បាននិពន្ធនិងផលិតនូវខ្សែភាពយន្តឯកសារមួយសម្រាប់ប្រទេសកម្ពុជាផងដែរដែលខ្សែភាពយន្តនោះគឺមានចំណងជើងថាមុនដំបូងខ្មែរក្រហមសម្រាប់ឪពុកខ្ញុំដែលជាខ្សែភាពយន្តរៀបរាប់ពីខ្សែជីវិតពិតនៅក្នុងសម័យខ្មែរក្រហមអញ្ចឹងកន្លែងនេះ admin ចង់បន្ថែមទៅលើសាច់រឿងយើងបន្តិចអ្នកទាំងអស់គ្នាចាប់អារម្មណ៍យន្តហោះចម្បាំងកាលពីដើមរឿងអត់យន្តហោះហ្នឹងមានឈ្មោះថា Green Hornet Plane ដែលវាគឺជាយន្តហោះចម្បាំងមួយដ៏មានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ1941ដែលស្ថិតនៅក្នុងកំឡុងសង្គ្រាមលោកលើកទី2នឹងឯងហើយសង្គ្រាមលោកលើកទី2គឺបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ1939ដល់ឆ្នាំ1945ហើយចំពោះតួឯកប្រុសរបស់យើងវិញដែលគាត់មានឈ្មោះថា Louis Zamperini គឺគាត់បានទទួលនូវមរណភាពទៅហើយ Louis Zamperini គាត់បានកើតនៅថ្ងៃទី26ខែមករាឆ្នាំ1917ហើយគាត់បានទទួលមរណភាពនៅថ្ងៃទី2ខែកក្កដាឆ្នាំ2014នៅឯផ្ទះរបស់គាត់ស្ថិតនៅរដ្ឋ Los Angeles សហរដ្ឋអាមេរិកអញ្ចឹងអរគុណច្រើនប្រិយមិត្តទាំងអស់គ្នាសម្រាប់ការទស្សនារហូតមកដល់ទីបញ្ចប់យើងជួបគ្នានៅវីដេអូសម្រាប់រឿងបន្តទៀតអរគុណច្រើនជម្រាបលា